ជាសាលំបាខ្ញុំមិននៅតែខំខ្ញុំដើរទៅមុខទូមាននៅសាច់ចំមកខ្ញុំខ្ញុំមិននៅតែខំបាទខ្ញុំតែងតែប្រាំថាជីវិតនេះខ្ញុំលំបាកនេះតាំងពីតូចរស់នៅក្នុងវ័នជាអតីតក្មេងលងចាក់ឆ្ងាយពីគ្រួសារ8ឆ្នាំ8ខែខ្ញុំនៅចាំមិនភ្លេចទេថ្ងៃទី19ខែដំ2015ខ្ញុំពីយ៉ាងអូនចាត់ចេញពីស្រុកនៅតាំងពីតូចរស់នៅក្នុងវត្តដើម្បីទៅរៀនបន្តនៅឃើញគ្រីមួយលើកុំសុនខ្ញុំនៅគុំឲ្យពេញបានតែយំនេះខ្សឹមខ្សួរនៅក្នុងចិនមួយរយៈដ៏យូរដែលខ្ញុំបាននេះជួងកនខ្ញុំក៏រត់ទៅអបសំឲ្យនៅមាននៅពីងកងក្តៅឲ្យនៅមានកម្លាំងចិត្តដែលកូនខំត្រង់ឲ្យតស៊ូខំត្រង់ឲ្យតស៊ូស៊ូស៊ូជីវិតមួយដែលសន្លំបាំងខ្ញុំមិនដែរគិតថាកុំសមមិនដែរគិតថាខ្លាញ់ទេរឿងរ៉ាវទាំងខ្ញុំធ្លាប់ឆ្លងកាត់នេះតាំងពីតូចឥឡូវខ្ញុំមានធំថនជាមួយនឹងភាពក្លាហាននៅណាត់ទាំងផ្លូវខ្ញុំចាប់ទុកនេះឯងដូចជាសត្រូវចូលដល់ខ្ញុំមានជ្រឹងរឹងទោះជាមាននៃបញ្ហាក៏ខ្ញុំមិនត្រូវការអ្នកជួយមិនត្រូវការអ្នកជំនួយទោះជាមានអ្នកជួងភ្លៀងក៏ខ្ញុំនៅតែហ៊ានទោះហើយទឹកមួយដ៏លំបាកមិនចាំបាច់ដល់លើស្ពានក៏ខ្ញុំហើយនៅដល់គ្មានមិនបាច់ឆ្លងដីឲ្យខ្ញុំតោងខ្ញុំក៏ឡើងបានឥឡូវខ្ញុំរកឃើញនៅភាពជោគជ័យដែលខ្ញុំខំពីតាមទីឥឡូវខ្ញុំក៏ចងជ័យបាទខ្ញុំក៏សរសើរថានៅទំជីក្មេងវ៉ាន់សោះឥឡូវវាបានឈរលើឆាកទទួលនៅភាពជោគជ័យឥឡូវដុសឡាប់ហោះពីដីពួកគ្រប់គ្នាស្រែងញ៉ោស្រែងងើថាអង្គេអង្គេ